មន្ត្រីជំនាញបានចុះពិនិត្យវិតម្លៃលើពាក្យស្នើសុំបង្កើតកសិដ្ឋានបង្កាត់ពូជសត្វចិញ្ចឹមសត្វនិងកសិដ្ឋានដែលត្រូវស្នើបង្កើតថ្មីសូមបន្តសុពលភាពកសិដ្ឋានចិញ្ចឹមសត្វក្នុងភូមិសាស្ត្រខេត្តកំពង់ធំខេត្តកំពង់ធំលោកច័ន្ទបញ្ញវន្តប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានសហការជាមួយនឹងក្រុមការងារមកពីនាយកដ្ឋានផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដើម្បីពិនិត្យនិងវិតម្លៃលើការស្នើសុំបង្កើតកសិដ្ឋានបង្កាត់ពូជសត្វនិងចិញ្ចឹមសត្វនិងការស្នើសុំបន្តសុពលភាពកសិដ្ឋានចិញ្ចឹមសត្វដែលត្រូវអស់សុពលភាពនាពេលខាងមុខនេះដើម្បីឲ្យស្របទៅនឹងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វហើយក៏បានឆ្លៀតចុះពិនិត្យមើលពីសង្វាក់ផលិតកម្មសត្វសត្វទាដែលស្ថិតនៅភូមិជ័យមង្គលឃុំជ្រប់ស្រុកសន្ទុកខេត្តកំពង់ធំនាថ្ងៃទី22ខែឧសភាឆ្នាំ2025ក្នុងឱកាសនេះលោកច័ន្ទបញ្ញវន្តបានបញ្ជាក់ថាចំនួនកសិដ្ឋានសូមបង្កើតថ្មីនិងកសិដ្ឋានដែលត្រូវសូមបន្តសុពលភាពមានចំនួនសរុប9កសិដ្ឋានរួមមានទី1កសិដ្ឋានសូមបង្កើតថ្មីកសិដ្ឋានចិញ្ចឹមសត្វទាខ្នាតមធ្យមរបស់លោកសុកកំសាន្តចំនួន1កន្លែងស្ថិតនៅភូមិជ័យមង្គលឃុំជ្រប់ស្រុកសន្ទុកទី2កសិដ្ឋានបង្កើតថ្មីកសិដ្ឋានចិញ្ចឹមសត្វទាខ្នាតតូចរបស់លោកស្រីឈុនសុគន្ធាស្ថិតនៅភូមិជ័យមង្គលឃុំជ្រប់ស្រុកសន្ទុកទី3កសិដ្ឋានសូមបង្កើតថ្មីកសិដ្ឋានចិញ្ចឹមសត្វគោខ្នាតធំចំនួន1កន្លែងស្ថិតនៅភូមិសង្គ្រោះឃុំប្រាសាទស្រុកសន្ទុកទី4កសិដ្ឋានចិញ្ចឹមសត្វមាន់សាច់របស់លោកផេងយន់ខ្នាតធំ1កន្លែងស្ថិតនៅភូមិសាលាវិស័យឃុំសាលាវិស័យស្រុកប្រាសាទបាឡាំងស្នើសុំបន្តសុពលភាពទី5កសិដ្ឋានចិញ្ចឹមមាន់សាច់របស់លោកថងឆេងអៀកខ្នាតធំ1កន្លែងស្ថិតនៅភូមិសាលាវិស័យឃុំសាលាវិស័យស្រុកប្រាសាទបាឡាំងស្នើសុំបន្តសុពលភាព6កសិដ្ឋានចិញ្ចឹមសត្វជ្រូកសាច់របស់លោកម៉ែនរស់ខ្នាតមធ្យម1កន្លែងស្ថិតនៅភូមិក្រពើឃុំផ្ដៀកស្រុកប្រាសាទបាឡាំងសូមបន្តសុពលភាពទី7កសិដ្ឋានចិញ្ចឹមសត្វជ្រូកសាច់របស់លោកថងឆេងអៀកខ្នាតមធ្យម1កន្លែងស្ថិតនៅភូមិសាលាវិស័យឃុំសាលាវិស័យស្រុកប្រាសាទបាឡាំងសូមបន្តសុពលភាពទី8កសិដ្ឋានចិញ្ចឹមជ្រូកសាច់របស់លោកគង់កុយខ្នាតមធ្យម1កន្លែងស្ថិតនៅភូមិរុងឃុំត្រពាំងស្រុកកំពង់ស្វាយស្នើសុំបន្តសុពលភាពទី9កសិដ្ឋានចិញ្ចឹមជ្រូកសាច់របស់លោកអ៊ីកំស្រុន1កន្លែងខ្នាតមធ្យមស្ថិតនៅភូមិចុងដាឃុំបញ្ញាជីស្រុកសន្ទុកលោកច័ន្ទបញ្ញវន្តប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំបានផ្ដាំផ្ញើដល់ម្ចាស់កសិដ្ឋានទាំងអស់ត្រូវតែអនុវត្តនៅច្បាប់លក្ខន្តិកៈរបស់កសិដ្ឋាននេះឲ្យបានត្រឹមត្រូវចិញ្ចឹមសត្វនិងបង្កាត់ពូជសត្វឲ្យមានគុណភាពសុវត្ថិភាពក្នុងការទទួលទានរបស់បងប្អូនប្រជាពលរដ្ឋមានសុខភាពល្អសូមឲ្យភ្នាក់ងារសុខភាពសត្វភូមិនិងអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយពីជំងឺផ្សេងៗដែលឆ្លងទៅដល់សត្វដល់ម្ចាស់កសិដ្ឋានឲ្យមានការប្រុងប្រយ័ត្នកុំឲ្យជំងឺនោះឆ្លងទៅសត្វដែលកំពុងចិញ្ចឹមក្នុងកសិដ្ឋាននោះផងដែរ